អ្នកសារព័ត៌មាននិងការបោះឆ្នោតអ្នកសារព័ត៌មាននិងការបោះឆ្នោតជំរាបសួរលោកស្រីអ្នកនាងកញ្ញាដែលកំពុងតាមដានស្ដាប់កម្មវិធីផ្សាយសម្លេងរបស់វិទ្យុសារកា FM 106.5 MHz ពីរាជធានីភ្នំពេញជាទីគោរពនិងជាទីមេត្រីចាកម្មវិធីអ្នកសារព័ត៌មាននិងការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការ CHEM សហការជាមួយអង្គការក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាបានវិលមកជួបលោកអ្នកនាងនៅបងប្អូនរួមជាតិតាមការកំណត់ទៀតហើយចាថ្ងៃនេះគឺជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យប្រពៃណីជាតិគឺពិធីបុណ្យចូលឆ្នាំខ្មែរចាហើយថ្ងៃនេះកម្មវិធីយើងបានលើកយកមកផ្សព្វផ្សាយជូននៅប្រធានបទដែលនិយាយអំពីថាតើអ្នកបោះឆ្នោតបានទទួលព័ត៌មានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតខាងមុខដែរឬយ៉ាងណាចាវាគ្មិនកិត្តិយសដែលកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយហើយដែលយើងបានថតដើម្បីចាក់ផ្សាយក្នុងថ្ងៃនេះគឺមានដល់ទៅ2រូបឯណោះចាចង់ដឹងថាលោកអញ្ជើញមកពីខាងណាដែរទេចាអញ្ចឹងសូមជម្រាបសួរតែម្ដងទៅដើម្បីជាប្រូតូកូលសូមជម្រាបសួរលោកបាទសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់ខ្ញុំបាទឈ្មោះកាដរិតមកពីអង្គការ Netflix បាទចាហើយម្នាក់ទៀតគឺជាវាគ្មិនកិត្តិយសដែលមានវត្តមានដំបូងគេនៅក្នុងកម្មវិធីយើងតែម្ដងចាអញ្ចឹងជម្រាបសួរតែម្ដងទៅចាបាទសូមជម្រាបសួរលោកស្រីពិធីកោហើយសូមជម្រាបសួរទៅដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំបាទឈ្មោះម៉ាក់ចម្រើនហើយខ្ញុំជាប្រធានសមាគមយុវជនខ្មែរចាតាមការពិតទៅនៅចុងខែកក្កដានៅក្នុងឆ្នាំនេះយើងនឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់យើងនៅចុងខែកក្កដាមិនថាចឹងលោកវាគ្មិនហើយនាងខ្ញុំតែងតែអញ្ជើញវាគ្មិនពីតំណាងអង្គការដែលពាក់ព័ន្ធជាពិសេសគឺអញ្ជើញពីកោជបតែម្ដងប៉ុន្តែមិនដែលបានអញ្ជើញខាងសមាគមយុវជនខ្មែរទេទៅតែលើកដំបូងដែលតាមការពិតទៅ3ខែហើយថ្ងៃនេះជាប្រធានបទលើកទី1ដែលពាក់ព័ន្ធជាមួយនឹងការយល់ដឹងរបស់យុវជនតែម្ដងហើយសង្ឃឹមថាលោកម៉ាក់ចម្រើនគាត់នឹងចែកចាយនៅព័ត៌មានខ្លះៗពាក់ព័ន្ធនឹងការយល់ដឹងអំពីថាតើអ្នកបោះឆ្នោតបានទទួលព័ត៌មានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតខាងមុខដែរឬយ៉ាងណានោះជាដំបូងនេះខ្ញុំចង់អញ្ជើញវាគ្មិនទាំងអស់មកស្ដាប់មតិបងប្អូនប្រជាពលរដ្ឋនៅជំវិញបន្ទប់ផ្សាយដែលយើងបានចុះទៅធ្វើកិច្ចសម្ភាសផ្ទាល់អំពីការយល់ដឹងរបស់គាត់ពាក់ព័ន្ធជាមួយនឹងថាតើក្នុងនាមលោកជាម្ចាស់ឆ្នោតលោកបានទទួលព័ត៌មានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតដែរឬយ៉ាងណាចាអញ្ចឹងសូមអញ្ជើញស្ដាប់ដូចតទៅចាតើអ្នកបោះឆ្នោតបានទទួលព័ត៌មានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតនៅពេលខាងមុខដែរឬទេគាត់ថាគ្រប់គ្រាន់ព្រោះមានបិទផ្សាយតាមកន្លែងនានាគេបិទផ្សាយហើយតាមមេឃុំក៏គាត់បានផ្សព្វផ្សាយមេភូមិអីហ្នឹងហើយតាមទូក៏បានផ្សាយជួទូទស្សន៍ពេលច្រើនមិនសូវបានផ្សាយពីការបោះឆ្នោតពីបញ្ហាជនបទដាច់ស្រយាលហ្នឹងតើយកចិត្តទុកដាក់ខ្លាំងតិចពួកគាត់ខ្វះខាតរឿងគាត់គិតថាបើអត់បានទៅកាប់ព្រៃមួយថ្ងៃគឺថ្ងៃហ្នឹងដាច់អង្គហើយយើងគួរតែផ្សាយដល់ពេលម៉ោងពាណិជ្ជកម្មអញ្ចឹងគួរតែបញ្ចូលវានៅនឹងប្រហែល 4-5 នាទីអញ្ចឹងតាមរយៈទូអីដូចខ្ញុំអត់បានតាមណានោះព្រោះខ្ញុំអត់មានទូហោះតាមបណ្ដាខេត្តឆ្ងាយប្រហែលជាគេអត់សូវបានទទួលព័ត៌មានទេព្រោះអីគេផ្សាយអត់ទាន់ទៅដល់ទទួលបានជួនកាលទទួលបានបន្តិចអត់សូវច្បាស់ការផ្សព្វផ្សាយរបស់ឆ្នាំហ្នឹងដូចវាមិនទាន់បានពេញលេញទេឥឡូវហ្នឹងបាននៅតំបន់សាច់យ៉ាលវាភាគរយច្រើនគឺមិនទាន់បានទទួលព័ត៌មានពិតនាំឲ្យមានការសម្រេចចិត្តត្រឹមត្រូវចាដោយជំរាបពីខាងដើមរួចហើយលោកអ្នកនាងនៅបងប្អូនរួមជាតិជាទីមេត្រីថ្ងៃនេះជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យប្រពៃណីជាតិយើងគឺពិធីបុណ្យចូលឆ្នាំចាមុននឹងបន្តកម្មវិធីយើងតទៅទៀតនាងខ្ញុំក៏សូមប្រសិទ្ធពរជ័យជូនលោកអ្នកនាងនៅបងប្អូនរួមជាតិសូមដំណើរវិលត្រឡប់ឬក៏ដំណើរកំសាន្តសូមប្រកបដោយសុវត្ថិភាពចាយើងងាកមកកម្មវិធីយើងចាចង់ជម្រាបសួរទៅលោកវាគ្មិនទាំងពីរថាពាក់ព័ន្ធជាមួយនឹងមតិបងប្អូនប្រជាពលរដ្ឋអំបញ្ញមិញលោកមានទស្សនៈយ៉ាងណារួមបញ្ចូលឬក៏ចែករំលែកទៅបងប្អូនប្រជាពលរដ្ឋដែលកំពុងតែស្ដាប់កម្មវិធីយើងទៅនឹងមតិបងប្អូនប្រជាពលរដ្ឋយើងអំបញ្ញមិញសិនចាលោកចម្រើនចាបាទសូមអរគុណបន្ទាប់ពីបានស្ដាប់អំពីព័ត៌មានដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់
វិទ្យុគាត់មានចំណាប់អារម្មណ៍ទាក់ទងនឹងការទទួលបានព័ត៌មានស្ដីពីការបោះឆ្នោតនេះខ្ញុំយល់ឃើញថាពិតជាឆ្លុះបញ្ចាំងទៅនឹងស្ថានភាពជាក់ស្ដែងនៃការផ្ដល់ជូននូវព័ត៌មានមែនចំពោះខ្ញុំយល់ឃើញថានៅមានខ្វះចន្លោះច្រើនដែរទាក់ទងនឹងការផ្ដល់ព័ត៌មានទៅដល់អ្នកដែលជាម្ចាស់ឆ្នោតហើយអ្នកដែលមានសិទ្ធិក្នុងការបោះឆ្នោតនោះគឺទី1យើងឃើញថាយើងមានអ្នកដែលត្រូវបោះឆ្នោតនោះគឺមានអាយុគ្រប់បោះឆ្នោតនោះគឺមានច្រើនដូចជាកម្មកររោងចក្រយើងឃើញថាគាត់ធ្វើការហើយគាត់ពិបាកក្នុងការទទួលបានព័ត៌មាននឹងទាក់ទងការបោះឆ្នោតផងដែរហើយមួយចំនួនទៀតគឺយើងឃើញថាចំនួនអ្នកដែលកំពុងធ្វើការនៅក្នុងគ្រឹះស្ថានកំសាន្តសប្បាយដូចជាតាមការ៉ាអូខេតាមកន្លែងម៉ាស្សាអីជាដើមហ្នឹងគឺយើងឃើញថាក៏មិនទាន់មានការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅទៅដល់នៅក្នុងស្ទប់កម្មករឬក៏អ្នកដែលធ្វើការនៅសេវាកំសាន្តសប្បាយក្រុមមួយទៀតដែលយើងឃើញថាក្រុមមួយដែលគាត់កំពុងតែមានចំនួនភាគច្រើនដែរគឺកម្មករចំណាក់ស្រុកដែលគាត់ទៅធ្វើការនៅប្រទេសថៃឬក៏ប្រទេសផ្សេងៗហើយគាត់ក៏មានសិទ្ធិបោះឆ្នោតក្នុងនាមគាត់ជាប្រជាពលរដ្ឋខ្មែរដែរអញ្ចឹងយើងឃើញថាគាត់នៅខ្វះខាតមែនទែនទាក់ទងនឹងការទទួលបាននូវព័ត៌មានស្ដីអំពីការបោះឆ្នោតហ្នឹងអញ្ចឹងឆ្លើយតបទៅនឹងអ្វីដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាប្រជាពលរដ្ឋគាត់មានចំណាប់អារម្មណ៍ទាក់ទងនឹងការទទួលបាននៃការបោះឆ្នោតហ្នឹងគឺយើងឃើញថាមានភាពគ្រប់គ្រាន់ទៅនឹងក្រុមប្រជាពលរដ្ឋមួយចំនួនដែលគាត់ទទួលបានព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ដូចជាវិទ្យុដូចជាការខិត្តប័ណ្ណផ្សព្វផ្សាយតាមបណ្ដាអង្គការផ្សេងៗប៉ុន្តែក៏នៅមានការខ្វះខាតមួយចំនួនទៅដល់បងប្អូនយុវជនក៏ដូចជាកម្មករដែលកំពុងតែធ្វើការនៅតាមរោងចក្រកន្លែងធ្វើសំណង់ក៏ដូចជាគ្រឹះស្ថានកំសាន្តសប្បាយនិងកម្មករចំណាក់ស្រុកដែលយើងកំពុងឃើញថាគាត់កំពុងខ្វះខាតនឹងផងដែរបាទសូមអរគុណចាសូមអរគុណលោកម៉ាក់ចម្រើនតាមការពិតនេះជាការយល់ដឹងផងក៏ជារឿងជាក់ស្ដែងដែលលោកផ្ដល់ឆ្លើយតបទៅនឹងមតិបងប្អូនប្រជាពលរដ្ឋដែលយើងបានចុះធ្វើកិច្ចសម្ភាសតាមការពិតរឿងទាំងអស់នេះយើងបានដឹងរួចមកហើយថាអ្នកដែលធ្វើការពាក់ព័ន្ធជាមួយនឹងការឃោសនាបោះឆ្នោតមានសម័យអង្គការមួយចំនួនដូចជា Netflix Confrere ជាដើមឡាក់នឹងណាហើយវត្តមានលោកខាង Netflix ដែលកំពុងតែនៅក្នុងបន្ទប់ផ្សាយលោកនៅក្នុងបន្ទប់ផ្សាយហើយអញ្ចឹងចង់ដឹងច្បាស់លាស់ថាជាក់ស្ដែងដែលលោកម៉ាក់ចម្រើនបានមានប្រសាសន៍ពាក់ព័ន្ធនឹងការងាររបស់លោកយល់យ៉ាងណាដែរហើយក៏ជួបប្រទះនៅបញ្ហាអីហើយអាចចែករំលែកនៅព័ត៌មានច្បាស់លាស់អំពីចំនួនបងប្អូនប្រជាពលរដ្ឋដែលថាគាត់បានចុះឈ្មោះបោះឆ្នោតឬក៏ដែលអាចជាក់ស្ដែងថាមិនបានទទួលព័ត៌មានអាចជម្រាបជូនបងប្អូននៅរួមជាតិឲ្យបានជ្រាបដែរទេចា៎បាទសូមអរគុណណាស់ចំពោះលោកស្រីពិធីកោបាទចំពោះលទ្ធផលដែលលោកចម្រើនបានលើកឡើងមិនជាការពិតមែនគឺយើងឃើញថាព័ត៌មានបោះឆ្នោតនេះបើយើងនិយាយទៅយើងបែងចែកនៃការព័ត៌មានហ្នឹងគឺព័ត៌មានបោះឆ្នោតយើងត្រូវនិយាយតាមនិយាយទៅយើងនិយាយតាំងពីព័ត៌មានដើមដំបូងគឺការចុះឈ្មោះបោះឆ្នោតបន្ទាប់មកយើងតាក់ទងនឹងព័ត៌មានការឃោសនាបោះឆ្នោតនិងថ្ងៃបោះឆ្នោតតែម្ដងចា៎ហើយព័ត៌មានអននេះយើងឃើញថាបាទជាពលរដ្ឋនៅក្នុងតំបន់ប្រជុំជនគឺលោកទទួលបានប៉ុន្តែនៅពេលដែលខ្ញុំចុះធ្វើការនៅតាមថ្នាក់តំបន់ដាច់ស្រយាលគឺលោកថាគាត់មិនដែលបានទទួលដឹងពីព័ត៌មានបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោតក៏គាត់មិនដឹងថាបោះថ្ងៃណាដែរនេះហើយដែលជាមតិដែលប្រជាពលរដ្ឋលើកបានមិញហ្នឹងគឺយើងឃើញថាអ្នកដែលទទួលគ្រប់គ្រាន់គឺបានតែអ្នកនៅក្នុងតំបន់ប្រជុំជនទេចា៎ចំណែកអ្នកដែលនៅតំបន់ដាច់ស្រយាលគឺលោកមិនដែលទទួលបានតតែម្ដងខ្ញុំចាំបានថានៅក្នុងឆ្នាំ2008ដែលក្នុងអង្គការយើងខ្ញុំចុះទៅធ្វើការបណ្ដុះបណ្ដាលប្រជាពលរដ្ឋទាក់ទងនឹងច្បាប់បោះឆ្នោតនិងការងារបោះឆ្នោតនេះគឺលោកថាទើបតែលើកទី1ទេដែលលោកបានទទួលព័ត៌មានទាក់ទងនឹងការបោះឆ្នោតនេះដែលអង្គការយើងខ្ញុំបានទៅដល់នោះចំណែកនៅឯខេត្តរបស់គាត់មិនដែលបានទទួលព័ត៌មាននឹងច្បាស់ថាគេបោះឆ្នោតនៅពេលណាហើយចុះឈ្មោះនៅពេលណាដែរហើយតាមកន្លងមកយើងធ្វើ survey ឆ្លងកាត់តាមរយៈនៃការធ្វើវេទិកាសាធារណៈនោះយើងឃើញថាក្នុងចំណោមមនុស្សដែលយើងធ្វើបទសម្ភាសន៍100នាក់គឺលោកទទួលបានដែលលោកមិនទទួលបានព័ត៌មានទាក់ទងនឹងការបោះឆ្នោតនោះគឺមាន25នាក់ទៅហើយដែលគាត់ដែលមិនបានទទួលនេះហើយដែលជាចំណុចដែលខ្ញុំធ្វើតែ20នាក់អាន100ចំនួន100នាក់ហ្នឹងយើងឃើញថាប្រជាពលរដ្ឋដែលលោកណាចង់ដឹងចង់ណាយល់ពីច្បាប់បោះឆ្នោតនៅកម្ពុជានេះគឺលោកនៅទទួលបានតិចណាស់
ហើយលោកទាំងថែមទាំងថានៅពេលមានវគ្គបណ្ដុះបណ្ដាលរបស់គណៈកម្មការជាតិដែលចោះធ្វើការបណ្ដុះបណ្ដាលនៅតាមសហគមន៍ក្តីក៏លោកមិនដែលបានមានការអញ្ជើញចូលរួមដែរអានេះហើយជាចំណុចមួយដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានការណាយល់ដឹងបាននៅមានកម្រិតដែលគាត់ថាការបោះឆ្នោតនៅស្រុកខ្មែរមានដំណាក់កាលយ៉ាងណាទេចា៎ទីមួយទៀតគឺតកតងព័ត៌មានដែលសំខាន់បំផុតដែលធ្វើឲ្យដំណើរការបោះឆ្នោតយើងមានការចូលរួមច្រើននោះគឺព័ត៌មានតកតងនឹងការចុះឈ្មោះបោះឆ្នោតគឺយើងឃើញថាប្រជាពលរដ្ឋណាព័ត៌មាននឹងការចុះឈ្មោះបោះឆ្នោតគឺគាត់អត់ដែលទទួលបានថាគេចាប់ចុះឈ្មោះនៅពេលណាណាហើយថ្ងៃណាចប់មានរយៈពេលប្រហែលថ្ងៃក៏អត់ដឹងទេចា៎ទី1ហើយអាការចុះឈ្មោះបោះឆ្នោតវាតកតនឹងរឿងច្រើនតិចមុននឹងដំណើរការខ្ញុំឃើញថាមុននឹងដំណើរការចុះឈ្មោះឆ្នោតគឺរដ្ឋាភិបាលគាត់បានធ្វើយុទ្ធនាការមួយថាផ្ដល់ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋអាចំណុចផ្ដើមនេះហើយដែលប្រជាពលរដ្ឋខ្លះគាត់អត់ដឹងថាការធ្វើយុទ្ធនាការធ្វើផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនឹងថ្ងៃណាដូច្នេះគាត់អត់បានដឹងដូច្នេះហើយដែលជាឱកាសមួយបាត់បង់របស់គាត់ដែលគាត់ថាត្រូវទៅចូលរួមទៅបោះឆ្នោតនឹងគេដល់គាត់អត់មាននៅឯកសារគ្រប់គ្រាន់គាត់ទៅចុះឈ្មោះគេមិនចុះឈ្មោះឲ្យអានេះហើយដែលជាព័ត៌មានមួយដ៏សំខាន់សម្រាប់តេតតនដំណើរការបោះឆ្នោតនៅកម្ពុជានេះហើយឆ្នេះគាត់ថាធ្វើយ៉ាងណាឲ្យព័ត៌មានបោះឆ្នោតនឹងផ្សព្វផ្សាយឲ្យបានគ្រប់ទិសទីតាមរយៈវិទ្យុក្តីចា៎ជាពិសេសទៅទៀតនោះរឿងតេតតនដែលគាត់ចង់ដឹងគោលនយោបាយរបស់គណៈបកនយោបាយនីមួយចា៎តែព័ត៌មានសំខាន់ដើម្បីធ្វើហ្នឹងតេតតននឹងការសម្រេចចិត្តរបស់គាត់បើគាត់មិនបានដឹងពីគោលនយោបាយរបស់គណៈបកនយោបាយមួយទេគាត់នឹងមានការពិបាកក្នុងការសម្រេចចិត្តដល់អញ្ចឹងទៅគាត់ធ្វើឲ្យគាត់នឹងមានការបោះបង់នៅឱកាសដែលគាត់ចូលរួមនឹងគាត់មិនដឹងថាគេធ្វើអ្វីខ្លះនៅពេលដែលគេឈ្នះឆ្នោតនេះហើយដែលជាការផ្ដល់ព័ត៌មានដល់ពួកគាត់មិនទាន់គ្រប់គ្រាន់នេះកន្លងមកដែលអង្គការយើងខ្ញុំបានធ្វើ survey កន្លងមកគឺមានបញ្ហាអញ្ចឹងច្រើនបាទចាសូមអរគុណលោកវិក្កាមិនដែលអញ្ជើញមកពីអង្គការ Netflix តាមក៏ពិតទៅលោកបានលើកពីបញ្ហាពាក់ព័ន្ធជាមួយនឹងបងប្អូនការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋតាក់ទងទៅនឹងដំណើរការនៃការបោះឆ្នោតតែម្ដងនេះជាគោលដៅសំខាន់ដែលកម្មវិធីយើងបានរៀបចំធ្វើការផ្សព្វផ្សាយនៅក្នុងប្រធានបទនិយាយអំពីអ្នកសារព័ត៌មាននឹងការបោះឆ្នោតហើយដែលគោលបំណងរបស់យើងគឺធ្វើយ៉ាងណាឲ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ទាំងអស់ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើការផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតឲ្យបានទូលំទូលាយហើយឲ្យបានដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលថែមទៀតផងនេះជាគោលបំណងរបស់កម្មវិធីរបស់យើងយ៉ាងណាក៏ដោយយើងតែងតែអញ្ជើញវាគ្មិនដែលកំពុងបំពេញបេសកកម្មការងារផ្ទាល់ទៅលើដំណើរការនៃការបោះឆ្នោតចូលរួមជាមួយកម្មវិធីយើងតែម្ដងក្នុងនោះដែរនេះខ្ញុំតាំងនាមអ្នករៀបចំកម្មវិធីក៏សូមធ្វើជាសំណូមពរសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ប្រសិនបើលោកមានការយល់ដឹងនិងនៅខ្វះចន្លោះចំណែកណាមួយសូមមេត្តាចូលរួមដើម្បីឲ្យបានជាដំណឹងនិយាយអំពីដំណើរការបោះឆ្នោតដោយលោកខាងNetflixក៏បានមានប្រសាសន៍រួចហើយថានៅមានបញ្ហាច្រើនដែលត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋឲ្យលោកបានយល់ដឹងថាតើដំណើរការបោះឆ្នោតត្រូវធ្វើបែបណាមានទាំងការចុះឈ្មោះបោះឆ្នោតមានទាំងការទៅពិនិត្យឈ្មោះដើម្បីដឹងថាយើងមានឈ្មោះហើយនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយត្រូវធ្វើបែបណានៅពេលបោះឆ្នោតហើយក្នុងនោះមានតាំងពីយុទ្ធនាការឃោសនាបោះឆ្នោតពាក់ព័ន្ធជាមួយគណៈបកនីមួយៗហើយដែលវាគ្មិនយើងតែងតែមានប្រសាសន៍ថាមិនមែននៅលើតែកោជបទេហើយក្នុងគណៈបកនីមួយៗក៏ប្រឹងប្រែងដើម្បីធ្វើការឃោសនានិងបញ្យល់ដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលផងដែរចាចឹងនេះខ្ញុំសូមទទួលប្រិយមិត្តម្នាក់ដែលមកពីព្រៃវែងគឺសីលៀបអាឡូជំរាបសួរសីលៀបចាអាឡូជំរាបសួរបងហើយខ្ញុំសូមជម្រាបសួរទៅដល់លោកវិក្កាមទាំងពីរហ៎ចា៎ហើយនាងខ្ញុំមានសំណួរទៅពីទាក់ទងនឹងការប្រជាពលរដ្ឋទទួលបានព័ត៌មានក្នុងការបោះឆ្នោតអញ្ចឹងបញ្ហាហ្នឹងខ្ញុំផ្ដោតសំណួរទៅខាងអង្គការថាតើខាងអង្គការបានចុះទៅបញ្យល់ជាពលរដ្ឋក្នុងការទទួលបានព័ត៌មានបោះឆ្នោតអត់ហើយអាការទទួលបានព័ត៌មានបោះឆ្នោតហ្នឹងតើប្រជាពលរដ្ឋគាត់បានយល់ថាអាការបោះឆ្នោតរបស់គាត់ហ្នឹងវាបានអ្វីវិញពីក្នុងការបោះឆ្នោត
ហើយខ្ញុំចង់ដាក់សំណួរមួយទៀតសួរទៅខំប្រែតាក់ទងនឹងកជបខ្ញុំចង់សួរថាកជបរងថ្ងៃកជបស៊ីប្រាក់ខែប៉ឬក៏ស៊ីប្រាក់ខែរដ្ឋខ្ញុំមានតែពីសំណួរហ្នឹងចាអរគុណបងអូនលៀបអញ្ចឹងនាងខ្ញុំសូមទទួលប្រិយមិត្តម្នាក់ទៀតនៅខេត្តកណ្ដាលគឺសីម៉ាវចានារី2នាក់ហើយព្រោះយើងទៅជែកពីដំបូងមកមានលោកវាគ្មិនជាបរោះឥឡូវសូមទទួលប្រិយមិត្តជានារីម្នាក់ទៀតសិនចាអាឡូជំរាបសួរសីម៉ាវជំរាបសួរបងអ្នកសម្រាប់សម្រួលជំរាបសួរលោកវាគ្មិនដែលនៅក្នុងបន្ទប់ផ្សាយផងបាទជំរាបសួរខ្ញុំសួរសីម៉ាវខ្ញុំមានសំណួរមួយចង់ជំរាបសួរទៅលោកវាគ្មិនថាខ្ញុំចង់ដឹងថាតើអង្គការហ្នឹងបានណែនាំឬដល់ព័ត៌មានអីខ្លះដែលមានសារៈសំខាន់ដល់យុវជនឲ្យគាត់យល់ដឹងពីការបោះឆ្នោតនិងការជ្រើសរើសគណៈបកនយោបាយឲ្យគាត់ពេញចិត្តហើយខ្ញុំសូមសួរបន្ថែមទៀតថាតើអង្គការយុវជនខ្មែរហ្នឹងមានវគ្គបណ្ដុះបណ្ដាលអីដល់យុវជនដែរអត់អំពីការបោះឆ្នោតហ្នឹងដូចគាត់មានដូចថាមានចុះទៅបណ្ដុះបណ្ដាលអីនៅតាមភូមិស្រុកដល់យុវជននោះព្រោះពេលខ្លះព័ត៌មាននិងការបណ្ដុះបណ្ដាលសម្រាប់យុវជនភាគច្រើនមានតែនៅភ្នំពេញទេប៉ុន្តែសម្រាប់តាមខេត្តអត់សូវមានទេអញ្ចឹងខ្ញុំចង់ដឹងថា KYA បានផ្ដល់វគ្គបណ្ដុះបណ្ដាលអីដល់យុវជនខ្មែរនៅតាមតំបន់ជនបទដើម្បីឲ្យគាត់យល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោតដែលបានច្រើនធ្វើអញ្ចឹងទើបអាការសម្រេចចិត្តបោះឆ្នោតនិងការចូលរួមរបស់ឆ្នោតរបស់ពួកគាត់វាមានបានច្រើនព្រោះកន្លងមកគាត់អត់សូវយល់ដឹងគាត់តែងតែគិតថាទោះគាត់បោះឬមិនបោះក៏គិតពេលនៅតែជាប់អញ្ចឹងគាត់ច្រើនតែគិតអញ្ចឹងខ្ញុំមានសំណួរតែប៉ុណ្្នឹងអរគុណអរគុណស្រីម៉ៅចាតាមការពិតស្រីម៉ៅជំរាបលាហើយក៏ប៉ុន្តែប្រហែលជានឹកឃើញថាថ្ងៃនេះមានអង្គការដែលមកពីសមាគមយុវជនដូច្នេះអត់ទ្រាំយូរហើយព្រោះតាមការពិតទៅកម្មវិធីយើងរហូតមកដល់ពេលនេះរយៈពេល3ខែហើយដែលតែងតែសួរពាក់ព័ន្ធទៅនឹងយុវជនក្នុងការយល់ដឹងអំពីការបោះឆ្នោតអញ្ចឹងប្រហែលជាចំណុចក្តៅដែលលោកខាងដឹងរហូតដល់ KYA ទៀតត្រូវទៅចូលរួមជួយបំភ្លឺហើយនឹងចូលរួមបញ្ចេញនូវទស្សនៈផ្សេងៗពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតថាតើគួរធ្វើយ៉ាងណាចាប៉ុន្តែសូមជាដំបូងខាងអ្នកពេជ្រដែលគាត់ជម្រាបសួរអំពីព័ត៌មានច្បាស់លាស់តាក់ទងទៅនឹងការផ្ដល់ព័ត៌មានដូចជាការចែកចាយព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋហ្នឹងហើយពិសេសទៅទៀតហ្នឹងចង់សួរថាកោជបហ្នឹងគាត់បានប្រាប់វិវត្តពីណាដែរខ្ញុំចង់ជម្រាបថានៅពេលដែលប្រជាពលរដ្ឋគ្រប់រូបចូលរួមនឹងដំណើរការបោះឆ្នោតតើទទួលបានអ្វីពីការបោះឆ្នោតនោះវិញនោះយើងគិតថាយើងម្នាក់យើងត្រូវការជ្រើសរើសតំណាងរបស់យើងមួយដ៏ល្អចា៎បាទដូច្នេះចាំបាច់ណាស់យើងត្រូវតែចូលរួមកាលណាយើងបានចូលរួមនឹងដំណើរការបោះឆ្នោតទាំងស្រុងដែលយើងបានចូលរួមទាំងអស់គ្នានេះយើងនឹងអាចជ្រើសរើសតំណាងមួយដែលយើងពេញចិត្តជាច្រើនអាណត្តិពីមួយអាណត្តិទៅអាណត្តិយើងតែងតែសង្កេតមើលអ្នកដែលណាអាណត្តិលើកទី1តើសកម្មភាពនឹងដែលបានដល់ផលប្រយោជន៍អ្វីខ្លះមកដល់យើងដែលជាអ្នកបោះឆ្នោតជាម្ចាស់ឆ្នោតនេះបានអីអត់ដូច្នេះយើងឃើញថាអាណត្តិទី1មិនបានណាយើងសម្រេចចិត្តនៅពេលអាណត្តិលើកមួយទៀតតើយើងបោះឲ្យគាត់ទៀតអត់ដល់អាណត្តិទី1គាត់មិនបានផ្ដល់ណាដល់នេះយើងត្រូវថាយើងម្នាក់យើងចង់បានអ្វីមួយដែលមានណាសេចក្តីសុខនិងសុភមង្គលក្នុងក្រុមគ្រួសារនិងសេដ្ឋកិច្ចរុងរឿងប៉ុន្តែដល់ឃើញអាណត្តិនេះមិនដល់យើងត្រូវតែចូលរួមទៀតដើម្បីយើងណាចំណាយពេលវេលាដែលទៅបោះឆ្នោតនេះដើម្បីទទួលផលប្រយោជន៍ដែលយើងចង់បានដូច្នេះហើយថាការចូលរួមបោះឆ្នោតយើងតែងតែទទួលបានផលប្រយោជន៍បាទអាណត្តិទី1មិនបានយើងត្រូវតែចូលមកអាណត្តិទៀតគឺយើងការសម្រេចចិត្តរបស់យើងដោយសម្ងាត់មិនមែនអ្នកណាមកខិតបង្ខំឲ្យយើងណាឲ្យយើងបោះឆ្នោតឲ្យពីណាទេអានេះគឺជាការសម្រេចចិត្តរបស់យើងអានេះហើយការចូលរួមបោះឆ្នោតនេះគឺយើងនឹងបានផលរបស់យើងដែលយើងចង់បានចាតាមកាពិតលោកមានភាសាអំពីផលប្រយោជន៍នៃការបោះឆ្នោតប៉ុន្តែសំណួរបងអូនស្រីទាំងពីរខ្ញុំគិតថាគាត់ចង់សួរថាតើលោកបានទៅចែករំលែកព័ត៌មានអីខ្លះពាក់ព័ន្ធនឹងការបោះឆ្នោតហ្នឹងពួកណាតកតទៅនឹងបញ្ហាព័ត៌មាននេះគឺអង្គការខ្ញុំតែងតែមានវគ្គបណ្ដុះបណ្ដាលជានិច្ចតកតទៅនឹង
ការងារបោះឆ្នោតហ្នឹងគឺយើងបណ្ដុះបណ្ដាលទាំង24ខេត្តក្រុង ចា៎ ហើយយើងបណ្ដុះបណ្ដាលគ្រប់ឃុំដូច្នេះយើងតែងតែមានការអញ្ជើញគ្រាន់តែជាការអញ្ជើញចូលរួមនេះវាមិនបានមនុស្សនៅក្នុងមួយវគ្គយើងច្រើនតែអញ្ជើញបានតែ80នាក់ប៉ុណ្ណឹងដូច្នេះប៉ុន្តែនៅក្នុងឃុំមួយហ្នឹងយើងបែងចែកណាកន្លងមកហ្នឹងគឺយើងបណ្ដុះបណ្ដាលក្នុងស្រុកមានប្រមាណឃុំគឺយើងបណ្ដុះបណ្ដាលឲ្យអស់ឃុំហ្នឹងដូច្នេះយើងតែងតែបែងចែកគ្រប់ប្រជាពលរដ្ឋតែងតែផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីអីខ្លះចា៎អំពីតកតននឹងដំណើរការបោះឆ្នោតទាំងស្រុងតែម្ដងចា៎ដើម្បីឲ្យគាត់យល់ថាតើធ្វើយ៉ាងណាដើម្បីមានសិទ្ធិបោះឆ្នោតចា៎ដើម្បីមានសិទ្ធិបោះឆ្នោតត្រូវតែមានអ្វីចាតែឆ្លងកាត់ដំណាក់កាលណាខ្លះចា៎นั่นគឺយើងតែងតែបណ្ដុះបណ្ដាលឲ្យគាត់ហើយយើងការបោះឆ្នោតរបស់យើងទៅតម្រាច់ចិត្តយ៉ាងដូចម្ដេចណាអានេះហើយដែលយើងតែងតែបណ្ដុះបណ្ដាលគាត់ពីពលរដ្ឋវិជាណាពីសិទ្ធិពលរដ្ឋពីសិទ្ធិពលរដ្ឋនិងនយោបាយហើយនឹងពីច្បាប់បោះឆ្នោតទាំងស្រុងដើម្បីឲ្យគាត់យល់នោះគឺហើយនៅក្នុងកន្លងមកទៀតនៅក្នុងបោះឆ្នោតក្រុមប្រឹក្សាគុំកន្លងទៀតក៏យើងតែងតែបណ្ដុះបណ្ដាលរហូតប៉ុន្តែការបណ្ដុះបណ្ដាលរួមដោយមានការឧបត្ថម្ភពីម្ចាស់ជំនួយដែរបានយើងធ្វើទៅបានមិនមែនអង្គការហ្នឹងមានលុយមកពីណាធ្វើខ្លួនឯងទេគឺពីម្ចាស់ជំនួយផ្ដល់មកឲ្យធ្វើបានយើងមានថវិកាធ្វើការបណ្ដុះបណ្ដាលហ្នឹងហើយយើងមិនត្រឹមតែធ្វើការបណ្ដុះបណ្ដាលប៉ុណ្ណោះទេយើងមានតែរៀបចំវេទិកាសាធារណៈដើម្បីជួបជាមួយនឹងប្រជាពលរដ្ឋតែម្ដងដើម្បីឲ្យលោកបញ្ចេញយោបល់ជួបជាមួយនឹងវាគ្មិនដែលពាក់ព័ន្ធតកតនឹងការងារបោះឆ្នោតហ្នឹងតែម្ដងដើម្បីឲ្យលោកឡើងណាសួរឆ្លើយទៅវិញទៅមកទៀតអានេះហើយដែលយើងអង្គការយើងខ្ញុំតែងតែធ្វើកន្លងមកគឺមានសកម្មភាពណាធ្វើវេទិកាសាធារណៈសកម្មភាពបណ្ដុះបណ្ដាលហើយនឹងសម្ដែងសិល្បៈអប់រំទៀតនេះគឺអង្គការជាទូលេខលោកអាចជម្រាបបានទេថានៅខេត្តណាខ្លះហើយទៅដល់តំបន់ដាច់ស្រយាលណាដែរចា៎បាទកន្លងមកគឺយើងធ្វើនៅក្នុង24ខេត្តក្រុងហ្នឹងប៉ុន្តែយើងធ្វើទៅតាមថវិកាគឺយើងបានធ្វើតែក្នុងមួយខេត្តយើងជ្រើសរើសបានតាមមួយស្រុកទេទៅតាក់ទងនឹងថវិកាដែលយើងមានណាជំហានដំបូងជំហានទី2ដែលយើងស្រុកមួយផ្សេងទៀតដែលយើងមិនទាន់បានធ្វើយើងតែងតែធ្វើបន្តរហូតឲ្យគ្រប់នៃស្រុកនៅក្នុងខេត្តទាំងអស់ប៉ុន្តែវាតាក់ទងនឹងថវិកាកាលណាថវិកាមានម្ចាស់ជំនួយជួយមកឲ្យយើងធ្វើបន្តទៀតយើងធ្វើទៀតគឺនិច្ចពេចតែងតែបន្តសកម្មភាពរហូតដល់ឲ្យគ្រប់ស្រុកដែលនៅក្នុងខេត្តទាំងមូលហើយក្នុង24ខេត្តក្រុងគឺយើងធ្វើទាំងអស់អត់មានចោលខេត្តណាមួយជាពិសេសយើងនឹងមានគម្រោងធ្វើនៅក្នុងខេត្តណាភូមិភាគនៅតំបន់ភូមិភាគឦសានតែមានខេត្តរតនគិរីមណ្ឌលគិរីណានិងកញ្ចេះស្ទឹងត្រែងគឺយើងនឹងមានគម្រោងធ្វើបន្តនៅក្នុងខេត្តនោះទៀតប៉ុន្តែគ្រាន់តែប្រហែលជាក្នុងខែ5បានយើងចាប់ផ្ដើមនេះហើយដែលជាគម្រោងដែលផែនការងាររបស់អង្គការនិច្ចដែលយើងនឹងត្រៀមធ្វើនៅទីនោះចា៎បាទតាមការពិតទៅតាមប្រសាសន៍របស់លោកបានជម្រាបជូនរួចហើយអំពីការចុះអប់រំបណ្ដុះបណ្ដាលនៅតាមឋាននានាជាពិសេសនៅតាមបណ្ដា24ខេត្តក្រុងលោកបានបញ្ជាក់រួចហើយថាគម្រោងដែលអញ្ជើញចូលរួមរហូតដល់100នាក់ប៉ុន្តែអវត្តមានគឺมันបានមកគ្រប់ទេក្នុងនោះបង្រៀននៅមេរៀនពលរដ្ឋវិជ្ជាហើយសិទ្ធិទទួលបាននៅការបោះឆ្នោតដល់បងប្អូនប្រជាពលរដ្ឋនឹងដំណើរការបោះឆ្នោតថាតើមុននឹងបោះឆ្នោតត្រូវមានអីខ្លះត្រូវទៅចូលរួមបោះឆ្នោតនឹងធ្វើយ៉ាងណាខ្លះតាមការពិតបើតាមប្រសាសន៍របស់លោកបើសិនណាជាលទ្ធផលបានដោយការក្រងទុកគឺសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋប្រហែលជាមិនសូវខ្វះព័ត៌មានតាក់ទងនឹងការបោះឆ្នោតនោះទេហើយយើងងាកមកលោកមកចម្រើនពាក់ព័ន្ធជាមួយនឹងសំណួររបស់បងអូនស្រីម៉ៅដែលជំរាបសួរតាក់ទងជាមួយនឹងអង្គការរបស់លោកផ្ទាល់ថាតើលោកដែលបានចុះអប់រំដល់យុវជនដែលនៅតំបន់ដាច់ស្រយាលពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតជាពិសេសយុវវ័យដែលកំពុងតែធ្វើចំណាកស្រុកទៅរកការងារធ្វើសូមជួយតែម្ដងអរគុណច្រើនសម្រាប់ខ្ញុំសូមអរគុណបងអូនទាំងពីរដែលបានសួរសំណួរយ៉ាងមានសារៈសំខាន់នេះអ្វីដែលខ្ញុំចង់ចូលរួមស្ដីអំពីសារៈសំខាន់នៃការទទួលបានអំពីការចូលរួមក្នុងការបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតហ្នឹងទី1វាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការអនុវត្តនៅលទ្ធិប្រជាធិបតេយ្យហើយពង្រឹងនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាទី2ការបោះឆ្នោតគឺជាយន្តការមួយជាការផ្លាស់ប្ដូរមួយប្រកបដោយសន្តិភាពនិងសុខសន្តិភាពហើយប្រកបដោយភាពវិជ្ជមានទី3គឺជាការអនុវត្តនៅ
ឬក៏ប្រើប្រាស់នៅសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋគ្រប់រូបមានថាប្រជាពលរដ្ឋគឺមានសិទ្ធិនយោបាយគាត់ត្រូវនៅពេលបោះឆ្នោតហ្នឹងគឺជាវេទិកាមួយដ៏សំខាន់ផងដែរដែលគាត់អនុវត្តនៅសិទ្ធិនយោបាយគឺប្រើប្រាស់នៅសិទ្ធិនយោបាយរបស់គាត់សួរថាតើខាងសមាគមយុវជនខ្មែរបានធ្វើអីខ្លះនៅពេលបច្ចុប្បន្ននេះបច្ចុប្បន្នសមាគមយុវជនខ្មែរកំពុងអនុវត្តគម្រោងនៅក្នុង13ខេត្តបាទហើយការអនុវត្តគម្រោងហ្នឹងគឺផ្នែកមួយដ៏សំខាន់នៅក្នុងសមាគមយុវជនខ្មែរគឺជាផ្នែកលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងដំណើរការនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងហ្នឹងគឺយើងបានជំនួយឧបត្ថម្ភពីអង្គការម្ចាស់ជំនួយសំខាន់ពីខាងប្រទេសស៊ុយអែតហ្នឹងគឺ Forum Seed ហើយនឹងអង្គការមួយទៀតហ្នឹងដែលធ្វើផ្ដោតសំខាន់ទៅលើការលើកកម្ពស់ជនជាតិដើមភាគតិចនៅក្នុងដំណើរការនៃការបោះឆ្នោតឆ្នាំ2013ហ្នឹងគឺអង្គការសហជីវជាតិហៅកាត់ថា UNDPអ្វីដែលសមាគមយុវជនខ្មែរធ្វើគឺទី1យើងផ្ដល់ជាព័ត៌មានស្ដីអំពីសិទ្ធិពលរដ្ឋឬក៏សិទ្ធិនយោបាយទៅដល់ប្រជាពលរដ្ឋជាពិសេសគឺយុវជនហើយមួយទៀតគឺយើងផ្ដោតសំខាន់គឺការអនុវត្តនូវសិទ្ធិទាំងអស់ហ្នឹងគឺឲ្យគាត់ទៅចូលរួមបោះឆ្នោតហើយដើម្បីឲ្យគាត់អាចចូលរួមបោះឆ្នោតបានដោយបងវាគ្មិនខាងដើមខាង Forum ខាង Netflix គាត់មានប្រសាសន៍ហ្នឹងគឺទី1ធ្វើម៉េចឲ្យគាត់យល់អំពីដំណើរការនៃការបោះឆ្នោតទាំងមូលដំណើរការនៃការបោះឆ្នោតទាំងមូលទី1គឺមានការចុះឈ្មោះបោះឆ្នោតពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទី2គឺគាត់តាមដានអំពីគោលនយោបាយរបស់គណៈបកនយោបាយទី3គឺគាត់រៀបចំនៅឯកសារទាំងឡាយណាគឺរៀបចំទៅក្នុងការបោះឆ្នោតថ្ងៃបោះឆ្នោតតែម្ដងក្រៅពីនេះទៀតគឺយើងខាងសមាគមយុវជនខ្មែរយើងនឹងគឺសហប្រតិបត្តិការគ្នាជាមួយនឹងអង្គការយុវជនផ្សេងទៀតគឺយើងធ្វើការស្វែងរកការគ្រប់គ្រងមតិឬក៏ជាការតស៊ូមតិទៅដល់ជាមួយគណៈបកនយោបាយផ្សេងៗហ្នឹងឲ្យគាត់គិតអំពីសារៈសំខាន់នៃការចូលរួមរបស់យុវជនឬក៏ជាដាក់បេក្ខភាពដែលមានតំណាងយុវជនអាយុក្រោម30ឆ្នាំទៅជាបេក្ខជនតំណាងរាស្ត្រឬក៏ជាបេក្ខជនប្រធានក្រុមប្រឹក្សាឃុំអាហ្នឹងគឺជាយន្តការមួយហើយអ្វីដែលយើងធ្វើមិនខុសពីខាងបង Netflix ប៉ុន្មានទេគឺទី1យើងអប់រំដោយផ្ទាល់គេហៅថា outreach interpersonal communication ហ្នឹងការផ្ដល់អប់រំដោយផ្ទាល់ហ្នឹងគឺធ្វើម៉េចឲ្យយុវជនហ្នឹងគឺទទួលបានព័ត៌មានស្ដីអំពីចំណុចហ្នឹងទី2ទៀតគឺយើងផលិតនៅសម្ភារៈអប់រំផ្សព្វផ្សាយដូចជា leaflet ខិត្តប័ណ្ណផ្សព្វផ្សាយរូបភាពទាំងធំឬក៏ការសម្ដែងនៅក្នុងសហគមន៍ឬក៏វេទិកាសហគមន៍ដែលជួបរវាងយុវជនប្រជាពលរដ្ឋទៅនឹងអ្នកដែលធ្វើការតាក់ទងបញ្ហាបោះឆ្នោតគឺគណៈកម្មការជាតិរៀបចំការបោះឆ្នោតគណៈកម្មការខេត្តរៀបចំការបោះឆ្នោតឬក៏គណៈកម្មការឃុំរៀបចំការបោះឆ្នោតប៉ុន្តែមិនទាន់មានគណៈកម្មការឃុំទេយើងមានតែគណៈកម្មការខេត្តអញ្ចឹងយើងបានតែងតែអញ្ជើញទៅដល់គណៈកម្មការខេត្តហ្នឹងឲ្យចូលរួមជាមួយយើងទាំងអស់គ្នាក្នុងការធ្វើផ្សព្វផ្សាយមួយទៀតគឺយើងចងបណ្ដាញនៅក្នុងសហគមន៍ចងបណ្ដាញហ្នឹងគឺនៅក្នុងក្នុងបណ្ដាញយើងហៅថាបណ្ដាញយុវជនសហគមន៍គឺក្នុងសមាជិករបស់គាត់មានពី15នាក់ដល់30នាក់ដែលជាយន្តការបន្តមានន័យថាយន្តការបន្តនោះមានន័យថាម៉េចមានន័យថាយុវជននឹងអប់រំបន្តទៅដល់មិត្តភ័ក្តិរបស់គាត់ឬក៏ផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្ដីអំពីព័ត៌មានរឿងសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យហើយនឹងជាពិសេសគឺការងារបោះឆ្នោតហ្នឹងហើយគាត់លើកជំរុញគ្នាគាត់នឹងឲ្យទៅចុះឈ្មោះបោះឆ្នោតទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតហើយក្នុងថ្ងៃបោះឆ្នោតហ្នឹងគឺគាត់ចូលរួមគៀងគោឲ្យទៅមានការបោះឆ្នោតសកម្មភាពមួយទៀតហ្នឹងគឺយើងធ្វើការជាមួយដែលទទួលគម្រោងពីខាងអង្គការសហប្រជាជាតិ UNDP ហ្នឹងគឺយើងអនុវត្តនៅ4ខេត្តជាមួយនឹងជនជាតិដើមភាគតិចទី1ខេត្តកំពង់ស្ពឺខេត្តមណ្ឌលគិរីរតនគិរីហើយនិងព្រះវិហារគឺយើងចងបណ្ដាញគេហៅថាជនបង្គោលនៅក្នុងខេត្តទាំងអស់ហ្នឹងនៅក្នុងខេត្តហ្នឹងប៉ុន្តែយើងអត់បានដោយសារថាវិការយើងអត់គ្របដណ្ដប់នៅក្នុងខេត្តទាំងមូលទេយើងselectយើងជ្រើសរើសយកស្រុកណាដែលសំខាន់ហើយបញ្ហាការទទួលបានព័ត៌មានហ្នឹងគឺនៅមានកម្រិតអញ្ចឹងយើងធ្វើម៉េចចងបណ្ដាញគាត់ជាជនបង្គោលហ្នឹងឲ្យជនបង្គោលហ្នឹងទទួលបានព័ត៌មានពីយើងហើយគាត់ផ្សព្វផ្សាយបន្តទៅដល់ជនជាតិដើមភាគតិចឲ្យមានការអនុវត្តចំណុចមួយដែលសំខាន់ផងដែរដើម្បីឲ្យយុវជនចូលរួមហ្នឹងដែរគឺឆ្លើយតបទៅបងអូនដែលសួរថាតើសមាគមយុវជនខ្មែរធ្វើអីខ្លះដើម្បីផ្សារភ្ជាប់យុវជនគឺរៀងរាល់បោះឆ្នោតនីមួយតាំងពីបោះឆ្នោតក្រុមប្រឹក្សាឃុំការបោះឆ្នោតជាតិសភាសមាគមយុវជនខ្មែរតែងតែជ្រើសរើសនៅយុវជនដើម្បីទៅជាអ្នកសង្កេតការណ៍ជាតិអ្នកសង្កេតការណ៍នៅក្នុងតាមការិយាល័យនៃការបោះឆ្នោតហ្នឹងទាំងនេះគឺជាឱកាសមួយដ៏សំខាន់ដល់យុវជនបានស្វែងយល់ហើយអនុវត្តនៅសមត្ថភាពឬក៏ចំណេះដឹងរបស់យើងដើម្បីចូលរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការធានាឲ្យបាននៅការបោះឆ្នោតមួយប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាហើយគាត់មានភាពជាម្ចាស់ទៅលើការបោះឆ្នោតមានន័យថាគាត់ជាម្ចាស់ឆ្នោតគាត់ចូលរួមបោះឆ្នោតគាត់ចូលរួមពិនិត្យមើលអំពីដំណើរការនៃការបោះឆ្នោតហើយគាត់ផ្ដល់ជាយន្តយោបល់ទៅដល់ស្ថាប័នពាក់ព័ន្ធស្ដីអំពីអ្វីដែលគាត់មើលឃើញ
ដើម្បីបង្ហាញអំពីអ្វីដែលគាត់យល់ឃើញហើយជាអនុសាសន៍របស់គាត់ដើម្បីកែសម្រួលនៅក្នុងការបោះឆ្នោតពេលកន្លងពេលទៅមុខទៀតទាំងនេះដែលសមាគមយុវជនខ្មែរកំពុងតែធ្វើបាទសូមអរគុណចាអរគុណលោកម៉ាក់ចម្រើនតាមកាពិតសំណួរពីបងអូនណាស្រីម៉ៅជំរាបសួរពាក់ព័ន្ធជាមួយនឹងដំណើរការនៃការបោះឆ្នោតប៉ុន្តែលោកម៉ាក់ចម្រើនបានជម្រាបជូនរហូតដល់ពេលសកម្មការងាររបស់អង្គការទាំងមូលតែម្ដងឃើញថាមានប្រយោជន៍សម្រាប់យុវវ័យគ្រប់រូបជាពិសេសគឺមិនខុសពីពាក្យថាទំពាំងស្នងរិស័យទេអនាគតទៅនឹងចាអរគុណច្រើនលោកអ្នកនាងនិងបងប្អូនរួមជាតិជាទីមេត្រីចានៅពេលនេះលោកអ្នកនាងនិងបងប្អូនរួមជាតិកំពុងស្ដាប់កិច្ចពិភាក្សាផ្សាយផ្ទាល់នៅក្នុងប្រធានបទនិយាយអំពីថាតើអ្នកបោះឆ្នោតបានទទួលព័ត៌មានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតខាងមុខដែរឬយ៉ាងណានៅសារចំណុចសំណួរមួយទៀតពីបងអូនស្រីលៀបដែលសួរថាតើកោចបបានប្រាក់ខែពីណាប៉ុន្តែទទួលប្រិមិត្តជាបន្តទៀតសិនថាតើលោកមានសំណួរអីពាក់ព័ន្ធជាមួយនឹងការជជែកពិភាក្សាគ្នាថ្ងៃនេះដោយសារយើងសល់ពេលវេលាចេះតែខិតទៅមុខហើយសូមទទួលប្រិមិត្តជាបន្តអាឡូជំរាបសួរខាងបុរសតែម្ដងគឺលោកហេងបាទជំរាបសួរបងស្រីវិធីកបាទបាទជំរាបសួរលោកវិក្កាមបាទជំរាបសួរខ្ញុំសប្តាហ៍ថ្ងៃនេះចិត្តដល់ថ្ងៃបោះឆ្នោតហ្នឹងគឺខាងខ្ញុំជាប្រជាពលរដ្ឋអត់បានទទួលព័ត៌មានអីគ្រប់គ្រាន់ដើម្បីឲ្យខ្ញុំការបោះឆ្នោតហ្នឹងណាបាទនៅទេមិនទាន់មានខាងអ្នករៀបចំការបោះឆ្នោតហ្នឹងជាអ្នករៀបចំការបោះឆ្នោតហ្នឹងឲ្យខាងខ្ញុំយល់ដឹងពីបញ្ហាបោះឆ្នោតហ្នឹងមានសារៈសំខាន់បែបណាដើម្បីកែប្រែការបោះឆ្នោតហ្នឹងបានជាហៅថាលទ្ធិប្រជាធិបតេយ្យពិតប្រាកដណាបាទអត់ទាន់មានទេអញ្ចឹងខ្ញុំចង់សំណូមពរថាឲ្យខាងអង្គការអ្នករៀបចំការបោះឆ្នោតហ្នឹងឲ្យគាត់ចុះមកផ្សព្វផ្សាយឲ្យបានប្រជាពលរដ្ឋបានដឹងផងឲ្យបានយល់ដឹងពីការបោះឆ្នោតហ្នឹងណាបាទដើម្បីឲ្យបានពេញលេញឲ្យបានthêmលក្ខណៈថាបោះឆ្នោតហ្នឹងវាមានសិទ្ធិតម្លាភាពស្មើគ្នាវាមិនមានការគៀបសង្កត់ទៅខាងបកណាទៅបកណាអញ្ចឹងណាសូមឲ្យលោកវាគ្មិនជួយបកស្រាយផងបាទអរគុណលោកហេងចាអរគុណលោកហេងតាមកាពិតលោកហេងនៅខេត្តតាកែវពាក់ព័ន្ធជាមួយនឹងនៃពេជ្រតែម្ដងមិនដឹងថាលោកបេសកកម្មការងាររបស់លោកអញ្ជើញទៅខាងខេត្តតាកែវដែរឬយ៉ាងណាប៉ុន្តែមុននឹងផ្ដល់នីតិនេះជូនលោកសូមទទួលប្រិមិត្តម្នាក់ទៀតគឺខាងបរិសុទ្ធទៀតដែរគឺលោករដ្ឋានៅខេត្តកណ្ដាលចាអាឡូជំរាបសួរលោករដ្ឋាបាទជំរាបសួរបាទខ្ញុំរដ្ឋាហើយពីខាងស្រុកឆ្អាងទៅបាទជំរាបសួរវាគ្មិនបាទបើតាមការយល់របស់ខ្ញុំជាបរិបទខ្លះគាត់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយហើយប៉ុន្តែនៅតាមបណ្ដាខេត្តនានាដូចជាតំបន់ដាច់ស្រយាលអញ្ចឹងប្រជាបរិបទហ្នឹងគាត់មិនទាន់បានព័ត៌មានបានគ្រប់ជ្រុងជ្រោយទេពីព្រោះថាប្រព័ន្ធគណៈបព្វប្រឆាំងហ្នឹងវាមិនទាន់ជាទលំទលាយទេបើមិនជាយើងកាត់សម្គាល់ទៅលើសង្គមរបស់យើងបច្ចុប្បន្នហ្នឹងណាអញ្ចឹងវាពិបាកណាស់ទៅលើប្រជាពលរដ្ឋគាត់ពិបាកនឹងថាគេថាជ្រើសរើសអ្នកតំណាងឬមួយក៏អ្នកគណៈបកណាមួយនៅពេលដែលគាត់មិនទាន់បានកត់សម្គាល់ជ្រើសរើសគណៈបកណាមួយគាត់គ្មានការយល់ដឹងទេអញ្ចឹងគាត់អាចទៅហ្នឹងគេហៅថាវាតម្លៃខុសគាត់នឹងជ្រើសរើសគណៈបកណាមួយវាខុសពីព្រោះថាគាត់អត់ទាន់បានយល់ដឹងពីគ្រប់ជ្រុងជ្រោយទេអញ្ចឹងឥឡូវសូមសួរទៅលោកវាគ្មិនថាឥឡូវនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់យើងប្រជាប្រដ្ឋគាត់មិនទាន់បានទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទេតើចំពោះលោកវាគ្មិនវិញតើលោកវាគ្មិនថាមានយុទ្ធសាស្ត្រយ៉ាងណាដែរដើម្បីថាផ្ដល់អនុសាសន៍ទៅដល់ប្រជាពលរដ្ឋណាពីព្រោះថាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តយើងនៅឆ្ងាយហ្នឹងគាត់មិនទាន់បានទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទេបាទខ្ញុំសូមចូលរួមប៉ុណ្ណឹងបាទសូមអរគុណបាទសូមជម្រាបលាព័ត៌មានពិតនាំឲ្យមានការសម្រេចចិត្តត្រឹមត្រូវនៅស្ទាក់ស្ទើរដល់ណាបញ្ចេញយោបល់សំណួរនិងបទពិសោធន៍របស់អ្នកភ្លាមមកតាមរយៈលេខ092 99 60 00និង081 88 10 65ដោយសារពេលវេលាខ្លីហើយសូមទទួលប្រិមិត្តម្នាក់ទៀតសិនណាគឺលោកឆនពីខេត្តកណ្ដាលដូចគ្នាដែរចាំមើលថាតើលោកឆនក៏មានសំណួរអីចឹងសូមទទួលតែម្ដងទៅចាជំរាបសួរលោកឆនបាទឥឡូវជំរាបសួរបងដូចគ្មិននឹងពីហើយពិសេសសូមជម្រាបសួរដល់ប្រិមិត្តដល់វិទ្យុសារការអស់ហ្នឹងដែរសូមជើញតែម្ដងទៅលោកឆនសារព័ត៌មាននៃការបោះឆ្នោតខ្ញុំបានស្ដាប់បានឃើញហើយក៏ប៉ុន្តែត្រូវការរបស់ប្រជាពលរដ្ឋក៏នៅមានកម្រិតចា៎ហើយពិសេសនេះថាប្រព័ន្ធផ្សព្វផ្សាយក៏នៅមានកម្រិតដែរអញ្ចឹងហើយខ្ញុំចង់ឲ្យស្ថាប័នពាក់ព័ន្ធហ្នឹងគួរតែបង្កើនដោយការព័ត៌មានក៏ដូចជា
ប៉ាណូដូចជាខិតបានផ្សេងចែកជូនដល់ប្រជាពលរដ្ឋណាឲ្យបានច្រើនទៅដើម្បីលេងស្រួលយល់ផ្សេងនៅតាមសាលាឃុំសង្កាត់ខ្លះខ្ញុំឃើញថាអត់ទាន់សូវមានខិតបានឬមួយក៏ប៉ាណូនឹងឲ្យបានច្រើនទេអញ្ចឹងសម្រាប់ក៏អត់ទាន់សូវបានយល់ដឹងទេពិសេសដែលជាប្រជាពលរដ្ឋមានការចំណាក់ស្រុកចឹងដែរតែចឹងណាមួយក៏អត់សូវបានទាន់បានជួយតែពិសេសនៅសហគមន៍ជនបទចឹងខ្ញុំចង់សួរទៅខាងលោកវិក្លិនថាតើគួរតែឲ្យអង្គការសង្គមស៊ីវិលដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗហ្នឹងគួរតែសហការគ្នាឬមួយក៏បង្កើតជាយុទ្ធនាការអីមួយទៅដើម្បីយើងចូលរួមផ្សព្វផ្សាយពីគោលការណ៍ពីការងារបោះឆ្នោតថ្ងៃខាងមុខបាទឲ្យលោកវិក្លិនជួយបកស្រាយពីសំណួរខ្ញុំផងបាទអរគុណសូមជម្រាបលាសូមអរគុណលោកឆននេះខ្ញុំសូមសរុបលោកទាំង3ហើយក៏ជូនពរក្នុងឱកាសចូលឆ្នាំថ្មីថ្ងៃបញ្ចប់ហ្នឹងសូមជួបនៅសេចក្តីសុខហើយនិងសុវត្ថិភាពក្នុងពេលធ្វើដំណើរផងដែរហើយយ៉ាងណាក៏ដោយមុននឹងគណនីតិនឹងជូនទៅលោកវិក្លិនក៏សូមអនុញ្ញាតជម្រាបនៅសំណួររបស់បងអូនស្រីពីខាងដើមដែលពាក់ព័ន្ធជាមួយសំណួរសួរថាតើកោចបនឹងគាត់បានទទួលប្រាក់បៀវត្សពីខាងណាផងដែរអញ្ជើញលោកមកចម្រើនមុនម្ដងចាសូមអញ្ជើញសូមអរគុណច្រើនខ្ញុំចង់បញ្ជាក់សំណួរបងអូនស្រីស្ដីពីតើកោចបបានទទួលប្រាក់ខែពីណាបាទកោចបគឺគាត់ជាស្ថាប័នឯករាជ្យហើយគាត់ទទួលបានប្រាក់ខែពីរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងណាចាបាទនេះសំណួរខ្លីចម្លើយក៏ខ្លីដែរបាទចម្លើយខ្លីដែរបាទបន្តមកទៀតលោកដល់3នាក់សំណួរប្រហែលជាចម្ងល់របស់គាត់និងបញ្ហារបស់គាត់ប្រហាក់ផាលគ្នាលោកចម្រើនលោកអ្នកផ្នែកក៏យល់ថាចឹងដែរមែនគាត់និយាយតែពីបញ្ហាមិនបានទទួលព័ត៌មានប៉ុន្តែខ្ញុំឆ្ងល់នៅខេត្តកណ្ដាលសោះហេតុអីបានជាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ឬក៏គ្រាន់តែជាបញ្ហាដែលគាត់បានលើកឡើងនៅវាមិនមែនថាមួយខេត្តទទួលបានទាំងអស់តាមការពិតបញ្ហាវានៅខ្វះចន្លោះប៉ុន្តែខ្ញុំមិនដឹងថាគាត់ខ្ញុំចង់ចូលរួមចំណុចហ្នឹងដែរទាក់ទងទៅនឹងការទទួលបានព័ត៌មានយើងមិនមានន័យថាខ្វះតែទាំងអស់នោះទេណាចា៎យើងឃើញស្ថាប័នជាច្រើនដែលកំពុងធ្វើការទាក់ទងនឹងបញ្ហាបោះឆ្នោតហ្នឹងដូចយើងឃើញនៅទីនេះមាន Netflix ចា៎Confrel ដែលគាត់ធ្វើការងារនឹងដែរហើយជាពិសេសគឺគោជបដែលជាស្ថាប័នរបស់រដ្ឋនិងគាត់ស្ថាប័នឯករាជ្យរបស់រដ្ឋហ្នឹងគឺគាត់កំពុងធ្វើការយ៉ាងដុតដៃដុតជើងទាក់ទងនឹងបញ្ហាបោះឆ្នោតហ្នឹងហើយមានស្ថាប័នផ្សេងៗជាច្រើនទៀតដែលគាត់កំពុងធ្វើការងាររឿងការបោះឆ្នោតហ្នឹងប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍យើងឃើញថាមានចំណុចខ្វះខាតប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនហ្នឹងដែលគាត់កំពុងតែមិនទាន់យកចិត្តទុកដាក់ឲ្យស៊ីជម្រៅស្ដីអំពីសារៈសំខាន់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឧទាហរណ៍ថានៅពេលដែលមានកម្មវិធីផ្សព្វផ្សាយអំពីការងារបោះឆ្នោតគាត់ដូរប៉ុស្តិ៍ខ្វាច់គាត់ទៅមើលរឿង concert រឿងអីចឹងទៅនៅពេលគេចែកខិតបានគាត់អត់ប៉ុន្តែតាមរយៈពេល3ខែកន្លងមកហើយដែលកម្មវិធីធ្វើគាត់តែងតែលើកឡើងអំពីបញ្ហាមិនបានផ្ដល់ព័ត៌មានដោយសារប្រព័ន្ធទូទាស់លេងតែកុនលេងតែរឿងអីហើយបើនិយាយឲ្យចំលោកអញ្ជើញលោកខាងនៃហ្វិចក៏អញ្ជើញចូលរួមជាមួយកម្មវិធីខ្ញុំដែរដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់លើកឡើងអំពីប្រព័ន្ធឃោសនាប្រព័ន្ធផ្សព្វផ្សាយមិនប្រព័ន្ធឃោសនាបាទប្រព័ន្ធផ្សព្វផ្សាយទាំងអស់បើលោកម្នាក់នោះគាត់មានប្រសាសន៍តែគាត់ទៅសារទៅខាងសារិកាដែលថាធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងការបោះឆ្នោតក្រៅពីនឹងមានតែពីពាណិជ្ជកម្មស្រាហើយនឹងដំណើរការងាររបស់គណៈបកកណ្ដាលអំណាចចា៎ខ្ញុំចង់បញ្ជាក់ឡើងវិញកន្លែងហ្នឹងមុនពេលយើងអង្កេតមើលទៅណាមិនបើគាត់ថាវាខ្វះខាត 100% ឧទាហរណ៍មុនពេលបោះឆ្នោតមុនពេលចុះឈ្មោះបោះឆ្នោតហ្នឹងខាងទូរក៏មានបានផ្សាយដែរអំពីឲ្យលើកទឹកចិត្តឲ្យប្រជាពលរដ្ឋហ្នឹងទៅពិនិត្យបញ្ជីបោះឆ្នោតហ្នឹងមានណាបាទមានតែមានហ្នឹងជាការពិតប៉ុន្តែអាស្រ័យទៅលើបងប្អូនប្រជាពលរដ្ឋយើងថាតើគាត់ពេញចិត្តមើលប៉ុស្តិ៍ណាជាងគេយុវជនដូចគ្នាដែលឡែកមួយទៀតខ្ញុំឃើញកម្មវិធីវិទ្យុដែរដូចកម្មវិធីវិទ្យុទៅឬមិនទៅរបស់Confrel គាត់តែងតែផ្សាយជាប្រចាំរៀងរាល់ថ្ងៃសៅរ៍ពីព្រឹកគឺនិយាយពីរឿងព័ត៌មានបោះឆ្នោតហ្នឹងប៉ុន្តែអ្វីខ្ញុំចង់បញ្ជាក់ណាគឺប៉ុន្តែយើងឃើញចំណុចខ្វះខាតដូចខ្ញុំរៀបរាប់ពីដើមបងខាង Netflix ក៏គាត់រៀបរាប់ពីខាងដើមនេះមានក្រុមមួយចំនួនដែលគាត់គិតថាងាយពិបាកក្នុងការទទួលបានព័ត៌មានមែនទែនគឺដូចប្រជាជនចំណាក់ស្រុកអ្នកធ្វើការកន្លែងកំសាន្តសប្បាយកម្មករសំណង់ឬក៏មួយទៀតហ្នឹងគឺជនពិការបាទអ្នកនៅតំបន់ដាច់ស្រយាលប៉ុន្តែអ្នកទីប្រជុំជនគឺយើងគាត់ទទួលបានព័ត៌មានប៉ុន្តែអ្វីដែលសំខាន់មួយទៀតនេះខ្ញុំលើកទឹកចិត្តឲ្យយុវជនក្តីប្រជាពលរដ្ឋក្តីហ្នឹងគឺតាមដានឲ្យមែនតើតើទៅនឹងបញ្ហានៅទូរទស្សន៍ផ្សេងៗដែលគេនិយាយរឿងបោះឆ្នោត
អង្គការដូច VOD សារនាការអីដែលកំពុងធ្វើរឿងការងារបោះឆ្នោតហ្នឹងយើងស្ដាប់ហើយយើងផ្សព្វផ្សាយបន្តអាហ្នឹងដែលជាយន្តការមួយសំខាន់ហើយដូចខាងអង្គការផ្សេងៗដែលគាត់ធ្វើការងារអប់រំដោយផ្ទាល់នៅក្នុងសហគមន៍ហ្នឹងដូច KWA នៅ13ខេត្តក្រុងហ្នឹងស្រុកត្រាំកក់ធំដែរ KWA សមាគមយុវជនខ្មែរធ្វើដែរបាទហើយដូចបងមានប្រសាសន៍អញ្ចឹងគឺខាង Netflix គាត់ធ្វើដែរនៅក្នុងតាមទីប្រជុំជនផ្សេងៗអញ្ចឹងអ្វីដែលសំខាន់យើងត្រូវដាក់ចិត្តដាក់កាយថានឹងវាសំខាន់សម្រាប់ប្រទេសរបស់យើងវាសំខាន់សម្រាប់អនាគតរបស់យើងវាសំខាន់សម្រាប់ក្នុងការអភិវឌ្ឍនិងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរអញ្ចឹងយើងដុតដៃដុតជើងប្រឹងប្រែងដើម្បីទទួលបានព័ត៌មានតាមដាននឹងបាទហើយខ្ញុំជឿជាក់ថានៅក្នុងខែ6នេះនៅក្នុងខែ6ឬក៏ចុងខែ5ឬដើមខែ6នេះនឹងមានយុទ្ធនាការឃោសនាស្ដីអំពីគោលនយោបាយរបស់គណៈបកនីមួយៗអញ្ចឹងវេទិកាហ្នឹងគឺជាវេទិកាមួយដ៏សំខាន់ដែលប្រជាពលរដ្ឋយុវជនត្រូវតែតាមដានត្រង់ត្រាប់ស្ដាប់ហើយនឹងតាមដានឲ្យមែនទែនបាទហើយនឹងសម្រេចចិត្តចាអរគុណលោកចម្រើនដែលបានផ្ដល់ព័ត៌មានជាចុងក្រោយតាក់ទងជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតដែលជានិយាយឲ្យចំជាអាយុជីវិតរបស់យើងរាល់គ្នាដែលគួរតែយល់ដឹងដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិនិយាយចំខ្លីចឹងប៉ុន្តែអញ្ចឹងលោកខាងនេះវិញលោកអាចមានអីចូលរួមជាមួយនឹងសំណួររបស់បងប្អូនប្រជាពលរដ្ឋ3នាក់មិញសូមចូលរួមដែររឿងតាក់ទងនឹងការទទួលព័ត៌មាននឹងការបោះឆ្នោតនេះយើងឃើញថាដូចលោកចម្រើនបានលើកហើយភាគច្រើនអ្នកដែលមិនដែលទទួលបានមិនសូវបានទទួលបានព័ត៌មានគឺអ្នកមិនចាប់អារម្មណ៍ពីព័ត៌មានបោះឆ្នោតតែម្ដងគាត់មិនចាប់អារម្មណ៍គាត់មិនសូវទទួលបាននេះប៉ុន្តែដល់ពេលថ្ងៃទៅបោះឆ្នោតបាទគាត់ភ្ញាក់ខ្លួនថាធ្វើយ៉ាងម៉េចអានេះហើយគឺគ្រាន់តែខ្ញុំសុំថាព័ត៌មាននេះគឺយើងណាខ្ញុំសុំបន្ថែមថាព័ត៌មានបោះឆ្នោតនេះឥឡូវវាហួសហើយនៅតាក់ទងនឹងព័ត៌មាននឹងចុះឈ្មោះបោះឆ្នោតនោះចាឥឡូវយើងឈានចូលដល់ឃោសនាបោះឆ្នោតចាដូច្នេះឃោសនាបោះឆ្នោតយើងទាំងអស់គ្នាគួរចាំថាយើងនឹងចាប់ផ្ដើមនៅថ្ងៃណាដល់ថ្ងៃណាដូច្នេះក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល30ថ្ងៃដូច្នេះយើងឃើញថានៅថ្ងៃបោះឆ្នោតយើងគឺថ្ងៃទី28ដូច្នេះថ្ងៃសល់ថ្ងៃ27ដូច្នេះយុទ្ធនាការបោះឆ្នោតគឺយើងចាប់ពីថ្ងៃទី26ដល់ថ្ងៃ26ចឹងអាហ្នឹងរយៈពេល1ខែ26ខែមិថុនាដល់ថ្ងៃទី26ខែកក្កដាអានេះហើយជាយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល1ខែអានេះគាត់ថាខ្ញុំជួយផ្សព្វផ្សាយបន្ថែមពីព័ត៌មានដែលតាក់ទងហ្នឹងហើយដល់ថ្ងៃទី27គឺជាថ្ងៃសដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមចំណែកដែរណាថាតើថ្ងៃសមានសកម្មភាពអ្វីខ្លះអានេះហើយដែលយើងចូលរួមចំណែកក្នុងដំណើរការបោះឆ្នោតដែលធ្វើហ្នឹងទៅតាមនីតិវិធីរបស់ច្បាប់បោះឆ្នោតអត់ដូច្នេះយើងថ្ងៃសបានន័យថាថ្ងៃដែលអត់មានអ្នកណាធ្វើសកម្មភាពអីទាំងអស់អត់មានអ្នកណាមកបញ្ចុះបញ្ចូលអត់មានអ្នកណាមកអីទេអានេះហើយដែលសូមអធិស្ឋានសូមទទួលប្រិមិត្ត2នាក់ជាបន្តទៅទៀតសិនដើម្បីដោយសារយើងពេលវេលាខើចហើយនេះខ្ញុំសូមទទួលបងប្រុសសំណាងនៅភ្នំពេញនេះដែរចាសូមជម្រាបសួរលោកសំណាងខ្ញុំឈ្មោះសំណាងពីភ្នំពេញទៅហើយសូមជម្រាបសួរទៅកាន់វាគ្មិននិងអ្នកសម្របសម្រួលផងចាជម្រាបសួរធានបទដែលតាក់ទងជាមួយនឹងសារព័ត៌មាននិងអ្នកបោះឆ្នោតជាមួយនឹងការបោះឆ្នោត2013ខាងមុខនេះខ្ញុំឃើញថាខាងកោជបគាត់បានរៀបចំបានច្រើនដូចជាគាត់មានប្រព័ន្ធទូរស័ព្ទដែលអាចធ្វើឲ្យអ្នកបោះឆ្នោតហ្នឹងគឺដឹងព័ត៌មានបានដូចជាលេខហ្នឹងគឺខ្ញុំចាំបានគឺ1285ដែលតាក់ទងទៅគឺអាចដឹងពីមណ្ឌលអាចដឹងពីព័ត៌មានផ្សេងៗដែលថាជាព័ត៌មានគោលណាអាចនឹងយកប្រើការជាប្រយោជន៍បានហើយសម្រាប់ព័ត៌មានបោះឆ្នោតលោកសម្ដេចនាយកគាត់បានអំពាវនាវណាឲ្យគ្រប់អាជ្ញាធរមូលដ្ឋានទាំងអស់គឺជួយសម្រួលទៅដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោតទៅចូលរួមបំពេញកាតព្វកិច្ចនៅក្នុងនាមជាអាជ្ញាធរអញ្ចឹងមិនត្រូវបំផិតបំភ័យអញ្ចឹងខ្ញុំឃើញថានេះគឺជាចំណុចល្អនៅក្នុងការបោះឆ្នោតខាងមុខនេះហើយតាក់ទងមួយនឹងព័ត៌មានហ្នឹងដូចជាមើលដូចអត់ទៅឃើញចន្លោះប្រហែលដែរទេប៉ុន្តែបើសិនថាមានដូចថាបើសិនថាខាងកោជបអាចអភិវឌ្ឍលើនឹងទៅទៀតដើម្បីដូចជាសុំបន្ថែមបន្តិចណាតើតងជាមួយនឹងពេលដែលមានកម្មវិធីសមត្ថធម៌អញ្ចឹងសូមឲ្យខាងកោជបហ្នឹងគឺគាត់ជួយធ្វើឲ្យមានលក្ខណៈដេញដោលវែកញែកជាមួយគ្រប់គណៈបកទាំងអស់ព្រោះថាបើសិនជាអត់មានការវែកញែកអញ្ចឹងវាអាចនឹងបង្ហាញពី
វាអត់បានបង្ហាញពីសមត្ថភាពរបស់អ្នកតំណាងមួយដែលគាត់ទៅបង្ហាញពីទស្សនៈរបស់គណៈបករបស់គាត់អញ្ចឹងទៅជាចុងក្រោយនេះខ្ញុំសូមមានសំណួរមួយសួរទៅកាន់លោកវាគ្មិនថាតើលោកនឹងមានវិធីសាស្ត្រយ៉ាងណាព្រោះថាព័ត៌មានអាចនិយាយបានថាខ្ញុំនៅក្នុងទីប្រជុំជនអញ្ចឹងអាចងាយស្រួលនៅក្នុងការទទួលព័ត៌មានប៉ុន្តែវាអាចសម្រាប់នៅទីជនបទដាច់ស្រយាលណាដូចជាបងប្អូនជនជាតិភាគតិចក៏គាត់ទទួលបានសិទ្ធិបោះឆ្នោតនឹងដែរអញ្ចឹងពេលដែលគាត់ចូលរួមអាចនិយាយបានថាព័ត៌មានបោះឆ្នោតហ្នឹងមិនអាចទៅដល់ដៃគាត់តើខាងបងមានជាទស្សនៈនិងគំនិតយ៉ាងណានៅក្នុងការដោះស្រាយបញ្ហាថាព័ត៌មានសម្រាប់អ្នកបោះឆ្នោតនឹងអត់បានគ្រប់ជ្រុងជ្រោយអញ្ចឹងទៅដល់ខាងសង្កាត់មាត់ញោមអញ្ចឹងទៅតើមានទស្សនៈនឹងទស្សនៈដោះស្រាយនឹងគឺយ៉ាងដូចម្តេចដែរលោកវាគ្មិនដែលជួយបកស្រាយសូមជួយបកស្រាយនៅសំណួរដែលខ្ញុំសួរមិញនេះផងចាអរគុណបងអូនចំណាងដោយសារពេលវេលាខ្លីនេះខ្ញុំសូមជាប់ទូរស័ព្ទទៅបងអូនលោកនិតមកពីសំទោសខ្ញុំអត់បានទទួលព័ត៌មានថាខេត្តណាសូមមកភ្ជាប់ទូរស័ព្ទតែម្ដងអាឡូជំរាបសួរពិធីករនិងលោកវិក្កាមិនខ្ញុំចង់មានសំណួរសួរថាតើការបោះឆ្នោតហ្នឹងគេចាប់ផ្ដើមពីពេលណាហើយបញ្ចប់នៅពេលណាហើយប្រជាពលរដ្ឋយើងអាចយល់ដឹងបានច្បាស់អត់ពីការផ្សព្វផ្សាយគ្រប់សារព័ត៌មានទាំងអស់អំពីការបោះឆ្នោតហ្នឹងអញ្ចឹងខ្ញុំមានសំណួរតែប៉ុណ្្នឹងសូមជម្រាបលាចាអរគុណច្រើនលោកនិតដោយសារពេលវេលាខ្លីនេះខ្ញុំសូមបកគលនីតិនេះជូនទៅលោកវាគ្មិនម្នាក់មួយនាទីកន្លះសម្រាប់ការឆ្លើយតបហើយនឹងទស្សនៈយល់ឃើញក្នុងការចូលរួមជាមួយកម្មវិធីតែម្ដងលោកបាទសូមអរគុណចំពោះតែសំណួរខ្ញុំសូមឆ្លើយចំនួនដែលលោកនៅចុងក្រោយមិញសិនចុះថាការបោះឆ្នោតចាប់ផ្ដើមពីពេលណាដល់ពេលណាចា៎បាននិយាយពីការបោះឆ្នោតយើងទាំងមូលយើងក្នុងការបោះឆ្នោតយើងនឹងគឺយើងមាន5អាណត្តិក្នុងមួយអាណត្តិមានរយៈពេល5ឆ្នាំដូច្នេះការបោះឆ្នោតរបស់យើងនីមួយៗគឺយើងមានដំណាក់កាលចាប់ពីចុះឈ្មោះបោះឆ្នោតគឺយើងចាប់ផ្ដើមពីខែកញ្ញាដើមខែកញ្ញាដែលមានរយៈពេលចុះឈ្មោះនឹង45ថ្ងៃគឺចាប់ផ្ដើមពីថ្ងៃ1កញ្ញាដល់ថ្ងៃទី15តុលានេះគឺជាដំណើរការចុះឈ្មោះបោះឆ្នោតបាននិយាយពីដំណើរការឃោសនាបោះឆ្នោតដូចខ្ញុំបានលើកឡើងម្ដងហើយគឺយើងមានរយៈពេល30ថ្ងៃដូចគ្នាគឺចាប់ពីថ្ងៃទី26ខែមិថុនាដល់ថ្ងៃទី26ខែកក្កដាបាននិយាយថ្ងៃបោះឆ្នោតគឺយើងមានតែមួយថ្ងៃទេណាគឺចាប់ផ្ដើមពីម៉ោង7ព្រឹកដល់ម៉ោង3រសៀលនេះហើយគឺជាដំណាក់កាលនៃណាដំណើរការបោះឆ្នោតគឺយើងថ្ងៃបោះឆ្នោតមានតែមួយថ្ងៃប៉ុណ្ណោះបាទសូមអរគុណចាចូលរួមជាមួយកម្មវិធីសូមអញ្ជើញតែម្ដងទៅហើយបញ្ចប់ចាំផ្គាល់នីតិនេះជូនលោកចម្រើនបាទចំពោះខ្ញុំវិញថាកម្មវិធីថ្ងៃដែលបានរៀបចំថ្ងៃនេះគឺជាកម្មវិធីមួយមានសារៈសំខាន់ណាស់សម្រាប់ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានស្ដាប់ហើយនឹងបានដឹងពីបញ្ហាមួយចំនួនដែលទាក់ទងនឹងការទទួលព័ត៌មាននេះគឺជាកម្មវិធីមួយដែលយើងតែងតែទៅជួយសួរពីទាក់ទងនឹងព័ត៌មានបោះឆ្នោតហើយកម្មវិធីនេះគឺរៀបចំឡើងនេះគឺបានអញ្ជើញខាងខ្ញុំមកនេះគឺខ្ញុំក៏មានក្តីត្រេកអរដែរដែលបានជួយផ្ដល់ពីទាក់ទងនឹងព័ត៌មានបោះឆ្នោតនេះដល់បងប្អូនប្រជាពលរដ្ឋឲ្យលោកស្វែងយល់កាន់តែច្បាស់ថែមទៀតថាព័ត៌មានដែលយើងមិនអាចទទួលបានដោយសារអ្វីព័ត៌មានដែលយើងខ្វះខាតនោះគឺព័ត៌មានអ្វីខ្លះដែលខ្ញុំបានលើកឡើងកន្លងមកហើយកម្មវិធីនេះគឺជាកម្មវិធីមួយដែលរៀបចំឡើងដើម្បីឲ្យអ្នកចូលរួមបោះឆ្នោតនឹងមានការចូលរួមកាន់តែច្រើនថែមទៀតកុំបោះបង់នៅចោលឱកាសត្បិតតែយើងមិនបានទទួលព័ត៌មានមែនដូច្នេះយើងត្រូវតែនាំគ្នាចូលរួមឲ្យបានកាន់តែច្រើនដូច្នេះកម្មវិធីនឹងនឹងមានការផ្សាយបន្តទៀតទាក់ទងនឹងដំណើរការបោះឆ្នោតដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋនឹងតាមដានស្ដាប់នៃកម្មវិធីនឹងជាប្រចាំកុំឲ្យខកខានអសោះកុំថាព័ត៌មានមិនមែនមានអត់មានសារៈសំខាន់ដូច្នេះយើងត្រូវតែតាមដានជាប្រចាំនៃកម្មវិធីដែលលោកស្រីពិធីករនឹងរៀបរាប់បន្ថែមចាអរគុណលោកខាង Netflix សូមអញ្ជើញលោកបាទខ្ញុំសូមដោយសារសំណួរបងចុងក្រោយខាងបង Netflix គាត់បានឆ្លើយហើយខ្ញុំសូមឆ្លើយតបទៅនឹងសំណួរបងប្រុសមួយតកតងទៅនឹងថាតើសិទ្ធិនៃការទទួលបានធ្វើយ៉ាងម៉េចដើម្បីឲ្យបងប្អូនជនជាតិដើមភាគតិចនឹងបានទទួលនឹងការបោះឆ្នោតនៅក្នុងឱកាសនឹងដែរ
ដូចខ្ញុំបានជម្រាបខាងដើមហ្នឹងគឺប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតហ្នឹងគឺជាង9លាននាក់ហើយយើងរាប់បញ្ចូលទាំងអស់គ្នាអ្នកដែលមានសិទ្ធិបោះឆ្នោតតាំងពីជនពិការជនជាតិដើមភាគតិចឬក៏យុវជនឬក៏ប្រជាពលរដ្ឋអញ្ចឹងអ្វីដែលខាងខ្ញុំបានធ្វើហ្នឹងគឺតាក់ទងនៅក្នុងលើកកម្ពស់ការយល់ដឹងរបស់បងប្អូនជនជាតិដើមភាគតិចហ្នឹងគឺយើងបានធ្វើការសហប្រតិបត្តិការគ្នាជាមួយនឹងសមាគមយុវជនជនជាតិដើមភាគតិចនៅខេត្តចំនួន4ហ្នឹងដើម្បីផ្ដល់ព័ត៌មានជូនគាត់ហើយលើកកម្ពស់ធ្វើម៉េចឲ្យគាត់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតហើយនឹងធ្វើយ៉ាងម៉េចឲ្យគាត់ទទួលបានព័ត៌មានស្ដីអំពីការបោះឆ្នោតគោលនយោបាយនៃគណៈបកនីមួយៗហើយនឹងការលើកកម្ពស់ឲ្យគាត់ទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតអាហ្នឹងដែលខាងសមាគមយុវជនខ្មែរនឹងកំពុងធ្វើហើយអ្វីដែលសំខាន់យុទ្ធសាស្ត្រយ៉ាងម៉េចទៀតគឺខ្ញុំគិតថាយើងមានតែធ្វើការរួមគ្នាពីព្រោះការងារបោះឆ្នោតនេះគឺជាការងាររួមជាការងារថ្នាក់ជាតិអញ្ចឹងមានតែអង្គការស្ថាប័នរាជរដ្ឋាភិបាលឬក៏ស្ថាប័នសម័យដូចគោជបឬអង្គការសង្គមស៊ីវិលផ្សេងៗហ្នឹងគឺធ្វើកិច្ចសហប្រតិបត្តិការគ្នារួមបញ្ចូលទាំងវិស័យឯកជនផងដែរដោយកម្មកររោងចក្រធ្វើម៉េចឲ្យខាងធានរោងចក្រនីមួយៗបើកឱកាសឲ្យបងប្អូនកម្មករហ្នឹងទទួលបានព័ត៌មាននឹងដែរក៏ជាសារៈសំខាន់ដែរទាំងនេះគឺជាសារមួយដែលខ្ញុំចង់ផ្ដល់ជូនទៅដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែរធ្វើកិច្ចសហប្រតិបត្តិការគ្នាជាមួយនឹងវិស័យឯកជនដើម្បីផ្ដល់ព័ត៌មានទៅដល់បងប្អូនដែលកំពុងធ្វើការនៅគ្រឹះស្ថានផ្សេងៗចា៎ដោយឡែកតាក់ទងទៅនឹងការយល់ឃើញរបស់ខ្ញុំចំពោះកម្មវិធីខ្ញុំយល់ឃើញថាកម្មវិធីនេះគឺជាកម្មវិធីមួយដែលមានសារៈសំខាន់ហើយជាកម្មវិធីបំពេញបន្ថែមនៅចន្លោះខ្វះខាតមួយដែលខាងគូជបកំពុងតែធ្វើហើយនៅមានចន្លោះខ្វះខាតក្នុងការផ្ដល់ជូនព័ត៌មានហើយឱកាសនេះគឺជាឱកាសមួយដ៏សំខាន់ផងដែរដើម្បីផ្ដល់ជូននូវព័ត៌មានដល់បងប្អូននៅតាមតំបន់ដាច់ស្រយាលផ្សេងៗដែលគាត់អាចស្ដាប់វិទ្យុបានអញ្ចឹងបងប្អូនទាំងអស់គ្នាអាចស្ដាប់វិទ្យុនេះឬក៏បន្តស្ដាប់វិទ្យុផ្សេងទៀតដែលវាគ្មិនយើងបានជម្រាបជូនក៏ដូចជាការស្វែងរកប្រភពព័ត៌មានផ្សេងទៀតស្ដីអំពីការបោះឆ្នោតតាមរយៈការចូលរួមនៅក្នុងសកម្មភាពផ្ទាល់របស់អង្គការ Netflix របស់សមាគមយុវជនខ្មែរឬក៏អង្គការផ្សេងៗទៀតដែលកំពុងធ្វើការងារបោះឆ្នោតទាំងនេះគឺជាអ្វីដែលខ្ញុំចាំផ្ដាំផ្ញើឲ្យចូលឆ្នាំនេះផងដែរខ្ញុំសូមជូនពរដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខសុវត្ថិភាពហើយនឹងមានសុភមង្គលក្នុងគ្រួសារបាទអរគុណចាអរគុណលោកវាគ្មិនទាំងពីរដែលបានចំណាយពេលវេលាដ៏មានតម្លៃជាឱកាសមកចូលរួមជាមួយកម្មវិធីយើងថ្ងៃនេះហើយក៏អរគុណផងដែរចំពោះប្រិយមិត្តអ្នកស្ដាប់ដែលកំពុងតែតាមដានស្ដាប់កម្មវិធីយើងតាំងពីដើមរៀងរហូតមកនិងពិសេសប្រិយមិត្តដែលបានឆ្លៀតឱកាសចូលរួមជាមួយកម្មវិធីសូមអរគុណសូមជម្រាបលានិងប្រសិទ្ធពរបវរមហាប្រសើរសូមលោកអ្នកនាងនិងបងប្អូនរួមជាតិពិសេសប្រិយមិត្តអ្នកស្ដាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងតែប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរទាំងអ្នកវិលត្រឡប់មកកាន់គេហដ្ឋានទាំងកំពុងតែធ្វើដំណើរសូមប្រកបដោយសុវត្ថិភាពនិងជួបនៅសុភមង្គលជានិច្ចនិរន្តរ៍តរៀងទៅចាស់សូមអរគុណកម្មវិធីអ្នកសារព័ត៌មាននឹងការបោះឆ្នោតរៀបចំឡើងដោយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជាសហការជាមួយអង្គការក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាឧបត្ថម្ភមូលនិធិដោយស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា